បាទតោះគ្នាយើងនេះជារបៀបដំឡើង file IPA ណានៅក្នុងនេះមាន file IPA ច្រើនមែនតើអញ្ចឹងខ្ញុំលើក car parking ដែលចុចទិញកាក់អត់អស់លុយមកបរៀនអ្នកគ្នាក្នុងការតម្លើងបាទអញ្ចឹងពីមុនអ្នកគ្នាស្គាល់ណាមានដូចជាកម្មវិធី e-sign ឬក៏ Gbox អញ្ចឹងមកតែថ្ងៃហ្នឹងខ្ញុំមកបង្ហាញពីកម្មវិធី PooSign ម្ដងបាទអញ្ចឹងសម្រាប់ PooSign នេះមានរូបរាងបែបនេះបាទបែបចេះយើងមានជាភាសាខ្មែរហើយយើងអាចបដូរវាទៅជាភាសាអង់គ្លេសបានបាទអញ្ចឹងវាមានភាពងាយស្រួលជាងមុនច្រើនខ្លាំងមែនតើតោះអញ្ចឹងចូលទៅការតម្លើងទាំងអស់គ្នាយើងគ្រាន់តែ download file ណាដែលយើងចង់តម្លើងណា download រួចហើយចុចអញ្ចឹងមកចុច select ហើយចុចកន្លែងសញ្ញាព្រួយខាងក្រោមនេះចុចហើយយើងចុចលើកន្លែងពូសាញភ្លឹបមកបាទហើយរងចាំបន្តិចបាទបន្ទាប់ពីសិក្សាហើយចុច OK មកហើយចុចមកកន្លែង App Library នេះកន្លែង Library ខាងក្រោមនេះបាទឃើញcar parking ហ្នឹងអញ្ចឹងខ្ញុំធ្វើការលុប car parking ចាស់របស់ខ្ញុំចោលសិនបាទហើយចូលទៅកម្មវិធីពូសាញយើងវិញហើយឥឡូវខ្ញុំសុំបដូរមកដាក់ជាភាសាខ្មែរយើងសិនអូខេអញ្ចឹងឥឡូវយើងបានទៅជាភាសាខ្មែរហើយអញ្ចឹងយើងចុចកន្លែងសាញរបស់យើងមក app កន្លែង library ដដែលហើយកន្លែងសាញមកបាទហើយខ្ញុំធ្វើការដាក់ certificate របស់ខ្ញុំសិនបាទផ្លេចដាក់ certificate បាទឥឡូវខ្ញុំធ្វើការដាក់ certificate រួចហើយអញ្ចឹងខ្ញុំសុចសាញមកដដែលមកនេះ certificate របស់ខ្ញុំណាហើយយើងចុចសាញឲ្យខ្ញុំមួយពូមកខាងក្រោមហ្នឹងបាទហើយចាំវាដើរទៅយើងមិនបាច់ធ្វើអីទេអង្គុយចាំតែមើលប្រហើយបាទហើយចុច open ហើយចុចដំឡើងអញ្ចឹងឲ្យវាដើរដល់100ពេញ100 complete ចឹងហើយយើងអស់ចេញមកណាអញ្ចឹងយើងអាចអស់ app នឹងចោលក៏បានដែរអស់ចោលទៅអូខេចាំតែពេញយើងផាយកមកបាទឃើញទេស្រួលមែនតើអញ្ចឹងសម្រាប់គ្នាយើងត្រូវការជាមួយនឹង app PooSign e-sign យកទៅទិញលុយទិញកាក់ car parking អត់អស់លុយបាទឬក៏ game ផ្សេងទៀតដែលអ្នកគ្នាត្រូវការអាចតតមកខ្ញុំបានបាទយកទៅតម្លើង IPA ទូទៅអញ្ចឹងណាមិនខ្វះតែ IPA នៅក្នុង channel Telegram របស់ខ្ញុំអញ្ចឹងសម្រាប់ car parking បើយើងចូលទៅវាកឹងកន្លែងហ្នឹងចូលទៅអត់រួចទេគ្នាយើង restart ទូរស័ព្ទបិទបើកទូរស័ព្ទមួយទៅចូលបានហើយ